គ្នាដឹងអត់ដោយគ្រាន់តែវិនិយោគត្រឹម$1នៅក្នុងកាក់មួយនេះពេលឆ្នាំ2017ឥឡូវនេះគឺអ្នកនឹងសល់លុយចំនួន$6,646យ៉ាអត់កុហកអ្នកនរគ្នាទេគឺខ្ញុំនិយាយពីកាក់ BNB របស់ Binance មួយនេះពេលចេញដំបូងនៅក្នុងឆ្នាំ2017កាក់មួយនេះតម្លៃត្រឹមតែ0.15សេនក្នុងមួយកាក់ឯងឥឡូវនេះគឺមួយកាក់ជិត$1,000ហើយវា all time high ថ្មីរហូតហ្មងព្រឹកមិញនេះគឺវាឡើងដល់មួយកាក់$997និយាយទៅ$1,000នេះមិនយូរមិនឆាប់ក្នុងថ្ងៃហ្នឹងស្រួលគឺ coming soon ហើយ so yeah បើយើងបាន invest អាពេលវាចេញឥឡូវនេះ return របស់វាគឺ$6,000ដងអូយ all from just holding and being patient and it's not just hype BNB ឥឡូវនេះគឺមាន market cap រហូតដល់$138 billion ចំណាត់ថ្នាក់របស់វាឥឡូវនេះខ្លាយទៅជា top 5 rank globally និយាយទៅឥឡូវនេះគឺឡើងដាច់សល់ណាទេនេះចុះសួរថាមូលហេតុអីបានគេចូលចិត្តហៅកាក់ BNB មួយនេះនិយាយទៅ BNB នេះគឺជាកាក់របស់ Binance ផ្ទាល់អញ្ចឹង as long as Binance keep growing BNB នេះក៏នឹងទៅមុខដូចគ្នាចឹងដែរទៅមួយទៀតសម្រាប់អ្នកដែលហៅកាក់ BNB គឺគេតែងតែទទួលបាន airdrop កាក់ថ្មីមករហូតចុះឥឡូវនេះគឺគេកំពុង airdrop កាក់ ZKS boundless so yeah ទទួលបានកាក់ airdrop រាល់ទឹក just for holding not bad huh sometimes the biggest gain come from just waiting ចឹងយើងគួរណាតែ invest smart អត់ធ្មត់ហើយអត់មានណាដឹងទេក្រែងលោ$1របស់យើងនឹងអាចខ្លាយទៅជា$1,000នៅថ្ងៃអនាគតអីក៏ថាបានដែរប៉ុន្តែនិយាយការពិតទៅបើសិនជាអ្នកនរគ្នាចង់ចូលមកកាក់ BNB នេះឥឡូវហ្នឹងកុំ expect ថាវានឹង return មកដល់5-6,000ដងដោយការពេលវាដំបូងចឹងទៅដោយសារអ្នកនរគ្នាត្រូវមើលទៅលើអា market cap នេះព្រោះតម្លៃសរុបរបស់វាឥឡូវនេះគឺ$138 លានហើយបើប្រៀបជាមួយនឹង top 2 របស់ crypto គឺ Ethereum គឺវា$5,600អញ្ចឹងបើសិនជាយើងគិតថា BNB នេះអាចឆក់តំណែង Ethereum ខ្លាចជាលេខ2បាន room to grow របស់វាគឺអាចជានៅសល់គុណ5-6ដងទៀតប៉ុន្តែអានេះគឺវាមិនងាយទេព្រោះយ៉ាងមុននឹង invest យើងត្រូវមើលលើអា market cap នេះដូចគ្នាដើម្បីយើងអាចប៉ាន់ស្មានថាមើលទៅគឺវាអាច grow ដល់ត្រឹមប៉ុណ្ណាទៀតអញ្ចឹងណា so yeah អញ្ចឹងបើសិនជាអ្នកនរគ្នាអត់តមាន account Binance ទេគ្រាន់តែពេលបង្កើតដាក់ referral របស់ខ្ញុំគឺនឹងទទួលបាន discount fee ទៅលើ trading 20%រហូតមកហើយមានចង្អល់អីបន្ថែមគឺអាចចូលមកក្នុង group Telegram របស់ខ្ញុំនេះបានណាក្នុងហ្នឹងព័ត៌មានជុំវិញប្រពតហេតុការជាមួយនឹងព័ត៌មាន crypto អីគឺបោះលឿនខ្លាំងមែនតើហើយសំណួរទូទៅគឺអាចសួរក្រុមការងារខ្ញុំបានក្នុងហ្នឹងទាំងអស់ link នៅក្នុង bio ឯងអូខេអញ្ចឹងកុំភ្លេច follow Facebook និង TikTok របស់ខ្ញុំនេះផង